Ok សួស្តីអ្នកនាងអញ្ចឹងឥឡូវខ្ញុំមកបង្ហាញឬក៏មកបង្រៀនអ្នកនាងពីរបៀបនៃការចង action នៅក្នុងកម្មវិធី Photoshop ចាប់ពី18 19 20ចាប់ពី25នេះទៅគឺអ្នកនាងអាចចងបានស្តៀងគ្នាអ្នកនាងអាចមើលវីដេអូមួយនេះបានអូខេអញ្ចឹងដើម្បីរបៀបចងវាគឺយើងទាញរូបមួយចងមកអ្នកនាងឬមួយក៏ទាញផ្ទាំងការងារមួយដែលអ្នកនាងត្រូវធ្វើឲ្យបានជួបប្រទះអញ្ចឹងខ្ញុំធ្វើការចងតែម្ដងអ្នកនាងក៏លេខមើលមកខាងលើអ្នកនាងនឹងឃើញពាក្យថាfile edit ឯហ្នឹងយើងតែយើងមើលថាពាក្យថា window ណា window ហើយយើងយកពាក្យថា action នេះអូខេចុចពាក្យថា action មកនេះ action ឬមួយក៏ cut key វា alt បូកជាមួយនឹងF9 នៅខាងលើ key របស់យើងអូខេយើងចុចនៅមកអូខេតើមកវានឹងលូបទាំងខាងទៀតដើម្បីយើងចងអ្នកនាងអូខេចឹងឥឡូវយើងទៅការចងអ្នកនាងមើលអាកន្លែងនេះគឺគេដាក់រូបភាពដូចជារូបបត់កដាអ្នកនាងអូខេកន្លែងនេះកន្លែង new action ហ្នឹងឯងយើងចូលឡើងហ្នឹងមកតើមកវានឹងលូតមកទាំងនេះយើងចឹងនៅក្នុងហ្នឹងយើងផ្ដោតសំខាន់គឺយើងលើ key អ្នកនាងអា color នេះគឺយើងមិនបាច់លេងវាទេយើងផ្ដោតសំខាន់ទៅលើ key នេះអា key នេះគឺតំណាងឲ្យ key ខាងលើ keyboard របស់យើងហ្នឹងខាងលើគេបំផុតណាអ្នកនាងឃើញនៅលើ key របស់យើងគឺមានខាងលើគេបំផុតគឺមានF1 F2 F3 និង F4 អ្នកនាងមើលដល់ F12 ខាងលើហ្នឹងគឺតំណាងឲ្យទាំងអស់ហ្នឹងហើយអញ្ចឹងយើងទៅការចង F3 ឬមួយក៏ F2 ឬមួយក៏ F ប្រមាណដែល key អ្នកនាងទៅនេះអញ្ចឹងខ្ញុំទៅការចង F3 ទាំងអស់គ្នាអូខេខ្ញុំទៅការចង F3 តើមកចុចពាក្យថា control ហើយកន្លែងចំណុចពីរនេះគឺយើងមិនបាច់លេងទេវាដាក់ C បើអ្នកនាងចុច C អញ្ចឹងអ្នកនាងនៅពេលដែលអ្នកនាងចងហើយអ្នកនាងត្រូវចុចពាក្យថា C លេខF3 ខាងលើទៅវាដំណើរការនៃការចងរបស់យើងអូខេឥឡូវយល់ប៉ុណ្ណឹងបានហើយយើងទៅ record ទាំងអស់គ្នាអូខេតោះហ្នឹងគឺវាដាក់ពាក្យថា record កន្លែងនេះយើងយកពាក្យថា record មកណាយើងពាក្យថា OK អូខេកន្លែងហ្នឹងតើមកយើងទៅការចងយើងទៅការធ្វើឲ្យវា record វាកំពុងតែ record ឲ្យយើងចឹងយើងទៅការបំបែកនៅរូបថតឬក៏ធ្វើការងារមួយដែលតម្លើងពលឺដែលតម្លើងអីចឹងទៅអ្នកនេះចង់បានចឹងទៅអូខេឥឡូវខ្ញុំទៅការកាត់ខ្នាតវាសិនអូខេឥឡូវដាក់កាត់ខ្នាត1/1ចឹងទៅអូខេកាត់ខ្នាត1/1រួចហើយខ្ញុំទៅការបំបែក layer បាទបាយវាបំបែក background ជា layer មកយើងចុច control alt អក្សរ C ដើម្បីបំបែកกระดาษអូខេបំបែករូបថតរៀបលើกระดาษដល់15អូខេសំទោសនេះថេបមកនេះ10តមកយើងទៅការរៀបរូបនៅលើกระดาษហ្នឹងមកពេញហ្នឹងមកណាអូខេយើងរៀបឲ្យត្រឹមត្រូវមកអូខេអានេះគឺខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំចងដើម្បីរៀបរូបទេអ្នកគ្នាបើអ្នកគ្នាទៅធ្វើការអីផ្សេងដែលដដែលអញ្ចឹងយើងចង់ធ្វើអង្គុយធ្វើដដែលយើងអាចចងបែបហ្នឹងបានដើម្បីភាពងាយស្រួលរបស់គ្នាអូខេតើមកស្រែធំទៅមកអូខេប៉ុណ្ណឹងចឹងយើងទៅការចុចពីថា yes នេះមកអូខេតើមកយើងចុចពី scope នេះវាមកអូខេ
đây thưa video ấy Ờ, nói trên máy